សួស្តីបងប្អូនវីដេអូនេះគឺជាវីដេអូខ្ញុំដើរលេងនៅសិង្ហបុរី3យប់4ថ្ងៃហើយឥឡូវនេះគឺខ្ញុំបានឡើងមកដល់លើយន្តហោះហើយដំណើរកម្សាន្តមួយនេះដែរគឺខ្ញុំទៅជាមួយនឹងក្រុមគ្រួសារខ្ញុំហើយវីដេអូនេះខ្ញុំថតនៅឆ្នាំ2025ទេប៉ុន្តែខ្ញុំទើបតែមានពេលយកមក voice over នៅពេលឥឡូវនេះអញ្ចឹងឥឡូវនេះខ្ញុំសូមបិទកាមេរ៉ាមួយផ្លែតសិនចាំខ្ញុំបើកកាមេរ៉ាវិញនៅពេលយន្តហោះដល់លើមេឃបាទបន្ទាប់ពីបិទកាមេរ៉ាអស់មួយសន្ទុះហើយយន្តហោះបានហោះឡើងដល់លើមេឃហើយនេះជាទេសភាពនៅខាងក្រៅយន្តហោះហើយពេលវេលាដែលហោះចេញពីភ្នំពេញមកវេលាយន្តហោះនៅសិង្ហបុរីគឺចំណាយពេលវេលាតែ1ម៉ោងនិង40នាទីទេអញ្ចឹងគ្រាន់តែហោះភ្លាមភ្លេចខ្លួនចុះដល់ដីបាត់អញ្ចឹងឥឡូវនេះសូមបិទកាមេរ៉ាម្ដងទៀតបាទបន្ទាប់ពីបិទកាមេរ៉ាអស់ប្រហែលជា30នាទីក្រោយមកយន្តហោះបានរៀបចំដើម្បីចុះចតហើយអញ្ចឹងឥឡូវនេះខ្ញុំអត់ទាន់ដឹងថានិយាយអីទៀតទេអញ្ចឹងសូមរីករាយទស្សនាយន្តហោះចុះចតម្ដងទៅសួស្តីបងប្អូនឥឡូវនេះខ្ញុំបានមកដល់សន្តាគារដែលខ្ញុំស្នាក់នៅចំនួន3យប់4ថ្ងៃនឹងហើយឥឡូវនេះខ្ញុំមកដល់បន្ទប់ដេករបស់ខ្ញុំហើយតោះឥឡូវនេះគឺខ្ញុំសូមធ្វើការបង្ហាញបន្ទប់ដេករបស់ខ្ញុំបន្តិចអញ្ចឹងនេះគឺជាគ្រែរបស់ខ្ញុំមានខែ2ហើយ2នាក់ដែលកំពុងតែដេកនៅលើខែហ្នឹងគឺជាប្អូនរបស់ខ្ញុំហើយឥឡូវនេះម៉ោង2ហើយមិនទាន់បានញ៉ាំអាហារថ្ងៃត្រង់ទេក៏ដើរមកផ្សារនៅចិត្ត
សន្តាគារដែលខ្ញុំស្នាក់នៅហ្នឹងដើររកអីញ៉ាំមួយផ្លែតសិនហើយនៅផ្សារទំនើបមួយនេះមានគ្រប់សពមានទាំងកន្លែងលក់កៅអៅមានទាំងហាងញ៉ាំអីមានមកចប់ហ្មងនៅទីនេះផ្សារគេក៏ស្អាតម្យ៉ាងដែរមិនចាញ់ស្រុកខ្មែរប្រហែលទេហើយឥឡូវនេះខ្ញុំកំពុងតែដើររកហាងដើម្បីញ៉ាំអាហារថ្ងៃត្រង់ពីព្រោះម៉ោង 2 ហើយមិនទាន់បានបាយមកគ្រាប់ចូលពោះទេហើយបន្ទាប់ពីដើរបានមួយសន្ទុះហើយឥឡូវនេះខ្ញុំក៏បានរកហាងញ៉ាំអាហារថ្ងៃត្រង់ឃើញហើយសម្រាប់អាហារថ្ងៃត្រង់របស់ខ្ញុំគឺខ្ញុំបានកំងមីគីមឈីញ៉ាំតែម្ដងទៅហើយម្ហូបនៅហាងដែលខ្ញុំចូលនេះគឺឆ្ងាញ់ដែរមិនចាញ់ម្ហូបនៅស្រុកខ្មែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេខ្ញុំក៏អស់អីនិយាយដែរអញ្ចឹងខ្ញុំសូមបិទកាមេរ៉ានៅត្រឹមហ្នឹងហើយបើសិនជាមានកន្លែងណាខុសឆ្គងអីសូមពុកម៉ែបងប្អូនកុំប្រកែប្រកាន់ខ្ញុំអីពីព្រោះអីខ្ញុំអត់សូវចេះ voice over អីប្រហែលទេអញ្ចឹងខ្ញុំសូមបិទកាមេរ៉ាត្រឹមប៉ុណ្្នឹងហើយជួបគ្នាវីដេអូក្រោយអរគុណច្រើនដែលបានមើលវីដេអូខ្ញុំតាំងពីដើមដល់ទីបញ្ចប់ហើយក៏សង្ឃឹមថាបានជួបពុកម៉ែបងប្អូននៅក្នុងវីដេអូក្រោយជាបន្តបន្ទាប់បាយបាយ